យើងបន្តតាមដានព័ត៌មានលម្អិតបន្ថែមអំពីបញ្ហារវាងសហរដ្ឋអាមេរិកនិងគុយបានេះជាក់ស្ដែងគឺយើងបានដឹងថាចាប់តាំងពីដើមខែមករាឆ្នាំ2026កន្លងទៅនៅពេលមួយដែលសហរដ្ឋអាមេរិកបញ្ជូនកម្លាំងយោធាវាយប្រហារចូលទៅក្នុងរដ្ឋធានីការ៉ាកាសនៃប្រទេសវេណេហ្ស៊ុយអេឡាចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោកនីកូឡាស់ម៉ាដូរ៉ូនិងភរិយាហើយនាំខ្លួនទៅប្រឈមមុខច្បាប់នៅឯសហរដ្ឋអាមេរិកហើយគេបានមើលឃើញថាសកម្មភាពនោះគឺជាសម្ពាធដ៏ធំមួយដែលអាមេរិកបានដាក់លើគុយបាជាប្រទេសដែលពឹងផ្អែកខ្លាំងជាពិសេសគឺរឿងប្រភពធម្មពលប្រេងនេះតែម្ដងពីខាងប្រទេសវេណេហ្ស៊ុយអេឡាហើយក្រោយពីនោះទៀតអាមេរិកបានរឹតបន្តឹងលំហូរប្រេងចូលទៅកាន់ប្រទេសគុយបានាំឲ្យមានផលប៉ះពាល់ច្រើនទៅលើវិស័យឧស្សាហកម្មមានការដាច់ចរន្តអគ្គិសនីញឹកញាប់នៅគុយបាជាដើមហើយចុងក្រោយនេះយើងក៏បានលើអំពីការសាររើរឿងក្តីចោទប្រកាន់អតីតមេដឹកនាំរបស់គុយបាថែមទៀតផងបាទលោកសេរីមកមុននឹងយើងចូលមកនិយាយអំពីការចោទប្រកាន់នាថ្ងៃពុធសប្តាហ៍នេះតាមវេលានៅអាមេរិកដែលចោទប្រកាន់លើអតីតមេដឹកនាំលោករ៉ាអ៊ុលកាស្ត្រូរបស់គុយបាចង់លោករំលេចជាការសរុបបន្តិចសិនពីព្រោះថាមករយៈកាលចុងក្រោយនេះពិភពលោកជាពិសេសអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិដូចជាផ្ដោតខ្លាំងលើបញ្ហារវាងអាមេរិកនិងអ៊ីរ៉ង់អញ្ចឹងបញ្ហារវាងអាមេរិកហើយនិងគុយបាវិញតើសម្ពាធដែលអាមេរិកដាក់លើគុយបាមានសម្ពាធអ្វីខ្លះហើយការឆ្លើយតបនឹងដោះស្រាយបញ្ហាជាក់ស្ដែងតើគុយបាបានធ្វើអ្វីខ្លះដែរបាទនិយាយពីសម្ពាធរវាងសហរដ្ឋអាមេរិកលើប្រទេសគុយបានេះគឺវាធ្ងន់ធ្ងរណាស់ទៅហើយប៉ុន្តែវាមានរឿងចៃដន្យនៅក្នុងនឹងបើនិយាយពីសម្ពាធមុនគេសហរដ្ឋអាមេរិកដាក់សម្ពាធលើប្រទេសគុយបានេះគឺមានន័យថាតាំងពីដើមខែមករាថ្ងៃទី3ខែមករាឆ្នាំ2026នេះបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ស៊ុយឡាលោកនីកូឡាស់ម៉ាដូរ៉ូចាប់ពីពេលនោះមកគឺសហរដ្ឋអាមេរិកបានបិទប្រេងទាំងស្រុងរបស់ប្រទេសវេណេហ្ស៊ុយឡាមិនឲ្យនាំចេញទៅកាន់ប្រទេសគុយបាពីព្រោះប្រទេសគុយបាជាប្រទេសកោះមួយនៅអាមេរិកឡាទីនក្បែរអាមេរិកនឹងគឺមានចម្ងាយតែជាង140គីឡូពីរដ្ឋ Florida របស់សហរដ្ឋអាមេរិកមានន័យថាគុយបាជាប្រទេសកោះនៅជិតសហរដ្ឋអាមេរិកមែនទែនហើយកោះគុយបាប្រទេសកោះគុយបានេះគឺពឹងផ្អែកធម្មពលប្រេងឥន្ធនៈនិងអូស្មန်ស្ទើរតែទាំងស្រុងពីប្រទេសវេណេហ្ស៊ុយឡាដែលនៅក្នុងតំបន់អាមេរិកឡាទីនដូចគ្នាហើយក៏មានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹងគ្នាពឹងពាក់ពំនាក់អាស្រ័យខាងពាណិជ្ជកម្មជាពិសេសប្រេងឥន្ធនៈនេះពីប្រទេសវេណេហ្ស៊ុយឡាប៉ុន្តែក្រោយពីសហរដ្ឋអាមេរិកបានវាយប្រហារទៅលើប្រទេសវេណេហ្ស៊ុយឡាហើយផ្ដួលរំលំរបបដឹកនាំលោកអតីតប្រធានាធិបតីវេណេហ្ស៊ុយឡានីកូឡាស់ម៉ាដូរ៉ូគឺសហរដ្ឋអាមេរិកបានបិទមិនអោយខាងវេណេហ្ស៊ុយឡានាំចេញប្រេងទៅកាន់ប្រទេសគុយបាមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកថែមទាំងបិទនាវាដឹកប្រេងមកពីប្រទេសនានាមានមកពីប្រទេសមិចស៊ិកជាដើមចូលទៅក្នុងប្រទេសគុយបាសម្ពាធនេះគឺធ្វើឲ្យប្រទេសគុយបាស្ទើរតែដួលរលំផ្នែកសេដ្ឋកិច្ចដោយសារតែគុយបាមិនមែនជាប្រទេសផលិតប្រេងទេគុយបាមានចំនួនប្រជាជនក្នុងរង្វង់ជាង10លាននាក់ប៉ុណ្ណឹងទេមានន័យថាជាប្រទេសកោះមួយតូចដែរហើយមិនមានធនធានអ្វីដែលខ្លាំងមិនមានធនធានអ្វីដែលអាចជួយខ្លួនឯងបានទេចឹងហើយពេលដែលសហរដ្ឋអាមេរិកដាក់សម្ពាធតែគ្រាន់តែប្រេងមកមុខហ្នឹងគឺធ្វើឲ្យប្រទេសគុយបាទៅហេបទៅហប់មានន័យថាខ្ទប់ដង្ហើមហ្នឹងគឺស្ទើរស្លាប់ទៅហើយតែក្នុងពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះស្ថានភាពវាធូរស្រាលដោយសារសហរដ្ឋអាមេរិកលើកលែងទណ្ឌកម្មពីប្រទេសរុស្ស៊ីឲ្យនាំចេញប្រេងដែលនៅលើនាវាសម្រាប់លក់នៅលើទីផ្សារអន្តរជាតិរុស្ស៊ីក៏នាំប្រេងទៅកាន់ប្រទេសគុយបាដែលជាការជួយសង្គ្រោះធ្វើឲ្យគុយបារស់រហូតដល់ពេលបច្ចុប្បន្ននេះប៉ុន្តែបើទោះជាគុយបារស់ក៏ដោយក៏ស្ថិតនៅក្នុងស្ថានភាពមិនល្អស្ថិតនៅក្នុងស្ថានភាពលំបាកវេទនាដែរដូច្នេះសម្ពាធសហរដ្ឋអាមេរិកនេះមិនមែនមានតែពីរឿងប្រេងទេសូម្បីតែការចរាចរណ៍ទំនិញចេញនិងចូលពីគុយបានិងចេញពីគុយបានិងចូលគុយបានេះក៏ពិបាកដែរនៅពេលបច្ចុប្បន្ននេះត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាអញ្ចេះ
តាមពិតប្រធាននាយកបដីរបស់សហរដ្ឋអាមេរិកលោក Donald Trump ក្រោយពីលោកកាន់តំណែងឡើងកាន់តំណែងមកហើយកាលពីថ្ងៃទី20 ខែកុម្ភៈឆ្នាំ 2025 កន្លងទៅនេះលោក Trump ប្រកាសហើយថាលោកនឹងវាយប្រហារទៅលើប្រទេសវេណេស៊ុយឡា ទៅលើប្រទេសកុយបាទៅលើប្រទេសអ៊ីរ៉ង់ទៅលើប្រទេសកូឡុំប៊ីហើយក៏អាចយកកោះ Greenland នឹងឲ្យបានដែរជាសេចក្តីប្រកាសរបស់លោក Trump គឺវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាក្រោយពីវេណេស៊ុយឡាមកគឺវាយប្រហារទៅលើប្រទេសកុយបាទៀតប៉ុន្តែដោយសារតែលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកញឹកញាប់អូសទាញសហរដ្ឋអាមេរិកឲ្យចូលក្នុងសង្គ្រាមអ៊ីរ៉ង់នេះមុនកុយបាបើកុំអីគឺសហរដ្ឋអាមេរិកក្រោយពីវាយប្រហារវេណេស៊ុយឡាហើយគឺវាយប្រហារទៅលើប្រទេសកុយបាទៀតដែលមានទីតាំងភូមិសាស្ត្រនៅក្បែរខាងសហរដ្ឋអាមេរិកដូចគ្នាប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺអាមេរិកជាប់ដៃក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់តែទោះបីយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិកនៅតែរករឿងគុំគួនប្រទេសកុយបានឹងជាដរាបរហូតដល់ពេលបច្ចុប្បន្ននេះដែលនៅពេលថ្មីនេះធ្វើឲ្យភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងកុយបានឹងហក់ឡើងសារជាថ្មីខណៈដែលកុយបានេះកំពុងតែមានបញ្ហាផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរនិងរងចាំជំនួយប្រេងពីប្រទេសរុស្ស៊ីជាបន្តទៀតនោះបាទឥឡូវយើងចូលមកលំអិតបន្ថែមរឿងលោករ៉ាអ៊ុលកាស្ត្រូអតីតប្រធានាធិបតីរបស់ខាងប្រទេសកុយបានេះដែលជាក់ស្ដែងបច្ចុប្បន្នលោកមិនមែនជាមេដឹកនាំទៀតទេប៉ុន្តែលោកនៅតែរស់រានមានជីវិតនៅឡើយនៅពេលបច្ចុប្បន្នហើយកាលពីថ្ងៃពុធអាមេរិកបានចោទប្រកាន់លោកជាថ្មីទៀតគឺជាការសើរើនៅការចោទប្រកាន់លើរូបលោកចង់លោករំលឹកសាវតាឡើងវិញថាការចោទប្រកាន់នឹងតាក់ទងនឹងរឿងធ្លាក់យន្តហោះធ្លាក់អីហ្នឹងវាយ៉ាងម៉េចទៅវិញនៅក្នុងរឿងនេះហើយហេតុអីបានជាមកចោទប្រកាន់ឲ្យសើរើនៅពេលនេះក្នុងបំណងអីមានក្តីបារម្ភថាវាអាចនាំឲ្យមានជាសង្គ្រាមកើតឡើងរវាងអាមេរិកនិងកុយបាថែមទៀតផងតាក់ទងនឹងការចោទប្រកាន់នេះបាទសូមឲ្យលោកលំអិតបន្ថែមត្រង់ចំណុចនេះបាទមកចំណុចសាររឿងក្តីរបស់សហរដ្ឋអាមេរិកនឹងតាមពិតរឿងក្តីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនឹងវាកើតឡើងតាំងពីឆ្នាំ1996 ហ្នឹងក៏មិនមែនលោករ៉ាអ៊ុលកាស្ត្រូដែលជាមេដឹកនាំរបស់ប្រទេសកុយបារស់រានមានជីវិតនៅពេលបច្ចុប្បន្ននឹងដែរពីព្រោះនៅពេលបច្ចុប្បន្ននេះលោករ៉ាអ៊ុលកាស្ត្រូមានអាយុ94ឆ្នាំហើយ94ឆ្នាំនេះឥឡូវមានប្រធានាធិបតីថ្មីគឺលោករ៉ាអ៊ុលកាស្ត្រូបានប្រគល់ភារកិច្ចប្រធានាធិបតីនេះតួនាទីប្រធានាធិបតីឲ្យទៅលោក Miguel Díaz-Canel ដែលជាប្រធានាធិបតីកុយបាថ្មីហើយរឿងសហរដ្ឋអាមេរិកសាររឿងក្តីនឹងតាំងពីលោក Fidel Castro លោក Fidel Castro ជាមេដឹកនាំបដិវត្តប្រទេសកុយបានឹងជាបងប្រុសរបស់លោករ៉ាអ៊ុលកាស្ត្រូលោក Fidel Castro នឹងបានកាន់តំណែងរហូតដល់ឆ្នាំ2008នេះហើយរឿងក្តីនឹងកាលពីឆ្នាំ1996រឿងក្តីនឹងចេះកាលពីឆ្នាំ1996សហរដ្ឋអាមេរិកនឹងបានបញ្ជូនយន្តហោះចំនួន3គ្រឿងយន្តហោះ3គ្រឿងនោះគឺសហរដ្ឋអាមេរិកបញ្ជូនតាមរយៈបេសកជនរបស់ខ្លួនគឺជនជាតិកុយបានឹងឯងជនជាតិកុយបានឹងសហរដ្ឋអាមេរិកចិញ្ចឹមយូរឆ្នាំហើយដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសកុយបាដោយដែលសហរដ្ឋអាមេរិកធ្វើនៅប្រទេសអ៊ីរ៉ង់អញ្ចឹងជឿចិញ្ចឹមក្រុមប្រឆាំងនៅអ៊ីរ៉ង់ឲ្យធ្វើបាតកម្មផ្ដួលរំលំមេដឹកនាំខ្លួនឯងកុយបាក៏អញ្ចឹងដែរគឺកុយបានឹងសហរដ្ឋអាមេរិកចិញ្ចឹមប្រជាពលរដ្ឋកុយបានឹងក្រុមប្រឆាំងនៅកុយបានឹងឲ្យផ្ដួលរំលំរបបដឹកនាំរបស់លោក Fidel Castro ប៉ុន្តែកាលពីឆ្នាំ1996នេះគឺក្រុមប្រឆាំងរបស់ប្រទេសកុយបាដែលអាមេរិកចិញ្ចឹមនឹងយកយន្តហោះ3គ្រឿងយន្តហោះនោះគឺហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសកុយបាជាគោលដៅគឺយន្តហោះនោះបោះម្ហូបអាហារបោះជំនួយមានទាំងខិត្តប័ណ្ណផ្សព្វផ្សាយរឿងអាក្រក់ពីមេដឹកនាំរបស់ប្រទេសកុយបាក្នុងគោលដៅបំបែកបំបាក់កុយបាហើយជំរុញប្រជាពលរដ្ឋកុយបាឲ្យរត់ភៀសខ្លួនឲ្យអស់ពីប្រទេសកាលនោះជាគោលបំណងពេលដែលយន្តហោះ3គ្រឿងនឹងហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសកុយបាខាងកងទ័ពកុយបាកងទ័ពអាកាសកុយបានេះបានពមៀនច្រើនលើកច្រើនសារថាកុំឲ្យយន្តហោះនឹងហោះចូលក្នុងដែនអាកាសរបស់ខ្លួន
ប៉ុន្តែយន្តហោះទាំង3គ្រឿងរបស់សហរដ្ឋអាមេរិកនោះនៅតែហោះចូលក្នុងដែនអាកាសរបស់ប្រទេសគុយបាធ្វើឲ្យគុយបានឹងប្រើយន្តហោះចម្បាំងបាញ់ធ្លាក់2គ្រឿងហើយមួយគ្រឿងទៀតនោះបានកិច្ចខ្លួនទៅកាន់សហរដ្ឋអាមេរិកទៅទាំងភ័យតក់កុហលផងដែរទោះមិនធ្លាក់ក៏ដោយរឿងនេះសហរដ្ឋអាមេរិកបានចោទប្រកាន់មេដឹកនាំរបស់ប្រទេសគុយបាថាប្រើប្រាស់មធ្យោបាយតាមបែបភេរវកម្មគុយបាប្រុងប្រព្រឹត្តអំពើភេរវកម្មលើសហរដ្ឋអាមេរិកនេះជាសហរដ្ឋអាមេរិកដែលចោទសើរើឡើងវិញនៅសប្តាហ៍នេះក្នុងគោលដៅចោទប្រកាន់ទៅលើមេដឹកនាំគុយបាគឺរឿងយន្តហោះនឹងឯងដោយយន្តហោះអាមេរិកហោះចូលក្នុងដែនអាកាសគុយបាពេលដែលគុយបាព្រមានឲ្យចេញមិនចេញពេលដែលគុយបាបាញ់សហរដ្ឋអាមេរិកថាគុយបាប្រព្រឹត្តអំពើភេរវកម្មចំណែកគុយបាបានចោទប្រកាន់ថាជាការការពារដែនអាកាសអធិបតេយ្យភាពរបស់ខ្លួនត្រូវតែបាញ់ទម្លាក់យន្តហោះដែលបង្ខំឲ្យចេញហើយមិនចេញដូច្នេះរឿងនេះវាជារឿងមួយដើមចមសហរដ្ឋអាមេរិកកំពុងតែទម្លាក់កំហុសទៅលើលោករ៉ាអ៊ូលកាស្ត្រូដែលជាមេដឹកនាំបន្ទាប់ពីលោក Fidel Castro ជាមេដឹកនាំនៅរស់រានមានជីវិតនៅប្រទេសគុយបានៅពេលបច្ចុប្បន្ននេះតែលោកមិនកាន់តំណែងជាប្រធានាធិបតីទេអាមេរិកក៏ទម្លាក់កំហុសនេះកាលពីឆ្នាំ1996ហ្នឹងពីការបាញ់យន្តហោះទម្លាក់2គ្រឿងហ្នឹងទៅលើលោក Miguel Díaz-Canel ដែលជាប្រធានាធិបតីរបស់ប្រទេសគុយបានៅពេលបច្ចុប្បន្ននេះដោយសហរដ្ឋអាមេរិកទាមទារឲ្យលោក Miguel Díaz-Canel ប្រធានាធិបតីគុយបានេះទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកបើមិនដូច្នោះទេសហរដ្ឋអាមេរិកនឹងវាយប្រហារទៅលើប្រទេសគុយបាដូច្នេះរឿងមិននៅត្រង់នឹងឯងតាមពិតការចោទប្រកាន់របស់សហរដ្ឋអាមេរិកមិនមែនតែរឿងមួយបាញ់ទម្លាក់យន្តហោះ2គ្រឿងនឹងទេសហរដ្ឋអាមេរិកនឹងក៏ចោទប្រកាន់ប្រទេសគុយបាថាបំរំលោភបំពានសិទ្ធិមនុស្សមិនមានប្រជាធិបតេយ្យធ្វើបាបប្រជាពលរដ្ឋខ្លួនឯងដែលរឿងការចោទប្រកាន់របស់សហរដ្ឋអាមេរិកបែបនេះក៏ធ្លាប់ធ្វើទៅលើប្រទេសច្រើនហើយដែរប៉ុន្តែដើម្បីជាលេសដើម្បីជាហេតុផលសហរដ្ឋអាមេរិកអាចវាយប្រហារទៅលើប្រទេសនឹងបានតើតែសហរដ្ឋអាមេរិកនឹងលាបពណ៌ទៅលើប្រទេសនឹងបានប្រទេសគុយបាបានទើបសហរដ្ឋអាមេរិកវាយប្រហារដូចជានៅប្រទេសវេណេស៊ុយអេឡាក៏ដូចគ្នាដែររឿងគ្រឿងញៀនរថពន្ធគ្រឿងញៀនការជួញដូរគ្រឿងញៀនចេញពីប្រទេសវេណេស៊ុយអេឡាចូលទៅក្នុងសហរដ្ឋអាមេរិកបែរជាទៅធ្វើការប្រើកម្លាំងយោធាផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡាដូច្នេះការចោទប្រកាន់របស់សហរដ្ឋអាមេរិកទោះទំនងឬមិនសមទំនងក៏ដោយក៏សហរដ្ឋអាមេរិកធ្វើដើម្បីគ្រប់គ្រងបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់ក្បែរខាងរបស់សហរដ្ឋអាមេរិកគឺត្រូវតែឲ្យលំទោនលើសហរដ្ឋអាមេរិកមិនអាចប្រឆាំងអាមេរិកបានទេនេះជារឿងហេតុខ្លះដែលកើតឡើងដែលរុញច្រានឲ្យមានភាពតានតឹងរវាងប្រទេសគុយបានិងសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺដោយសារអាមេរិកសើរើរឿងក្តីកាលពីឆ្នាំ1996ឡើងវិញពេលដែលគុយបាបាញ់ទម្លាក់យន្តហោះអាមេរិក2គ្រឿងនៅក្នុងដែនអាកាសរបស់ប្រទេសគុយបានោះបាទសូមអរគុណលោកសេរីមានបន្តតាមដានបន្តទៀតអំពីដំណើរនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយនឹងគុយបានេះថាតើតាមមើលទៅអាចមានការវិវត្តយ៉ាងណាស្របពេលដែលបច្ចុប្បន្ននេះអាមេរិកនៅជាប់ដៃរឿងសង្គ្រាមនៃអ៊ីរ៉ង់ប៉ុន្តែថ្មីនេះលោកត្រាំបានប្រមានថាបន្ទាប់ពីអ៊ីរ៉ង់អាចគុយបានឹងដែរអញ្ចឹងតើវានឹងទៅជាយ៉ាងណាយើងបន្តតាមដានជម្រាបលាបាទអរគុណបាទទូរទស្សនិកជនយើងក៏បន្តតាមដានផងដែរអំពីការកើនឡើងនៃភាពតានតឹងចុងក្រោយនេះរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសគុយបាក្នុងនោះអាមេរិកបានលើកឡើងថាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសគុយបាទំនងជាមិនកើតឡើងទេគណៈភាពតានតឹងនៅតែបន្តលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយនៅថ្ងៃប្រហ័សទី21ឧសភាសប្តាហ៍នេះថាលទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានចរចានឹងប្រទេសគុយបានៅទាបនៅឡើយនៅក្នុងពេលនេះលោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅស៊ុយអែតថាក្នុងពេលនេះពួកលោកនឹងបន្តធ្វើអ្វីដែលត្រូវធ្វើអាមេរិកថ្មីនេះបានចោទប្រកាន់មេដឹកនាំបដិវត្តគុយបាលោករ៉ាអ៊ូលកាស្ត្រូពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ2គ្រឿងដោយយោធាគុយបាកាលពី30ឆ្នាំមុននឹងបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះវាយប្រហារនីមីតទៅកាន់តំបន់សមុទ្រការ៉ាអ៊ីបជាសកម្មភាពដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែទូលំទូលាយប្រឆាំងនឹងគុយបាទោះយ៉ាងណាក៏ដោយប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថានឹងមិនមានការកើនឡើងនៃភាពតានតឹងនៅក្នុងប្រទេសគុយបាទេ
ប្រធានាធិបតីគុយបាលោក Michael Diaz-Canel នៅថ្ងៃដដែលនោះបានស្ដីបន្ទោសការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកលើមេដឹកនាំបដិវត្តគុយបាលោក Castro ដោយសង្កត់ធ្ងន់ថាប្រជាជនគុយបានឹងមិនអត់ឱនចំពោះការប្រមាថប្រឆាំងនឹងប្រវត្តិសាស្ត្រនិងវីរៈបរិសុទ្ធជាតិរបស់ពួកគេឡើយលោកក៏បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើលោក Castro ថាជាល្បិចកលនយោបាយដែលគ្មានមូលដ្ឋានច្បាប់ដោយបន្ថែមថាទីក្រុង Washington កំពុងកុហកនិងរៀបចំព្រឹត្តិការណ៍ជុំវិញការបាញ់ទម្លាក់យន្តហោះខ្នាតតូចដែលជាកម្មសិទ្ធិរបស់អង្គការភេរវកម្មគ្រឿងញៀន Brothers to the Rescue